សួស្តីបងប្អូនអរគ្នាវីដេអូនេះគឺខ្ញុំធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិអេជូដែលជាអាកាសយានដ្ឋានសម្រាប់ 4S បងប្អូនដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយវីដេអូនេះគឺខ្ញុំបានថតទស្សនវិជ្ជានៅតាមដងវិថីឆ្ពោះទៅអាកាសយានដ្ឋានណាបងប្អូនពេលថ្ងៃខ្ញុំចេញដំណើរទៅអាកាសយានដ្ឋានហ្នឹងគឺពេលព្រឹកព្រលឹមណាបងប្អូនពេលថ្ងៃអុំទូកទី3ពេលអញ្ចឹងមេឃភ្លៀងរហូតបងប្អូនហើយអញ្ចឹងថតក្នុងឡានអត់សូវច្បាស់ទេវារៀងភាគតិចបងប្អូនដោយសារវាមានមេឃភ្លៀងហើយរៀងចូលអាប់គឺថាអាកាសធាតុវាប្រែប្រួលលេងភ្លៀងទាំងផឹកមកបងប្អូនអញ្ចឹងថតអីវាទៅស្អាតទេបងប្អូនហើយទស្សនវិជ្ជាឆ្លងកាត់លើស្ពានបងប្អូនឥឡូវខ្ញុំមិនដឹងថាគេហៅស្ពានអីព្រោះខ្ញុំធ្វើដំណើរទៅអាកាសយានដ្ឋានទៅលេងណាបងប្អូនទៅលេងលើកទី1វីដេអូនេះគឺសម្រាប់ចែកដល់បងប្អូនដែលមិនទាន់បានទៅលេងឬក៏បងប្អូនដែលធ្លាប់បានទៅលេងហើយតើមានអារម្មណ៍យ៉ាងណាដែរគឺខ្ញុំកំពុងថតនេះគឺវីដេអូថតនៅពេលព្រឹកបងប្អូនគាត់ថាថតទៅវាទេសភាពទៅស្អាតដោយសារមេឃឡាទៅលំភ្លៀងប្រយហើយចរាចរណ៍ដូចវាអត់សូវមានញ៉ាំប្រមាណទេព្រោះដោយសារមេឃភ្លៀងបងប្អូនខ្ញុំថតកាត់ខ្លះឥឡូវថតមកដល់ធ្វើដំណើរមកដល់សាយអនទី3បងប្អូនហ្នឹងស្ថិតនៅលើផ្លូវ60ម៉ែត្របងប្អូនទៅផ្លូវ60ម៉ែត្រគឺមានការធ្វើពុះទ្រូងផ្លូវដើម្បីបងប្អូនស្រួលធ្វើដំណើរឲ្យមានការគ្រោះថ្នាក់ចរាចរណ៍នៅលើតាមដងវិថីអញ្ចឹងបងប្អូនគឺផ្លូវគឺធំទូលាយខ្ញុំថតបានខ្លះបងប្អូនលើមកដល់វីដេអូនេះខ្ញុំចិត្តដល់អាកាសយានដ្ឋានបងប្អូនផ្លូវមានសួនច្បារកតាមើលទៅស្រស់ស្អាតបងប្អូនដោយសារមេឃភ្លៀងរៀងលំស្រិចពេលព្រឹកអញ្ចឹងវាថតមិនសូវស្អាតតាមត្រូវវាទស្សនវិជ្ជាបើមេឃរៀងបើកថ្ងៃយើងថតទៅឃើញទេសភាពស្អាតមែនទែនបងប្អូនតាមដងវិថីដែលយើងជួបទៅអាកាសយានដ្ឋានថ្មីបងប្អូនខ្ញុំមិនដែរទៅដែរនេះខ្ញុំទៅលើកទី1ដែរបងប្អូនចង់ទៅស្គាល់អាកាសយានដ្ឋានថ្មីដែលគេធ្វើវីដេអូតាមវីដេអូឃើញអាកាសយានដ្ឋានធំបងប្អូននេះមានគម្រោងបរិយាដែរបងប្អូននេះទៅតាមវិថីទៅអាកាសយានដ្ឋានណាបងប្អូនគេទៅធ្វើថ្មីដែរមិនសូវឆ្ងាយពីក្រុងបងប្អូនជិះទៅបើយើងគិតពីក្រុងជិះហើយទៅដល់អាកាសយានដ្ឋាននៅខាងទឹកដីក្រុងតាខ្មៅបងប្អូនបើយើងជិះទៅដូចទៅឆ្ងាយប្រហែលពីកណ្ដាលក្រុងទៅដល់នោះដូចហើយថាកន្លះម៉ោងចឹងវាអត់ទៅឆ្ងាយបងប្អូនបើពីផ្ទះខ្ញុំជិះចង់1ម៉ោងឯដែរនៅថយខាងចូលសេវាផ្លូវលៀបនេះឆ្ងាយដែរដើម្បីភ្លៀងវិញខ្ញុំថតអាចឃើញទេសភាពស្អាតនៅតាមដងវិថីចឹងបងប្អូនបែរមេឃភ្លៀងអារម្មណ៍ស្រិចខ្ញុំថតទៅឃើញស្អាតទេបងប្អូនមានច្រើនកន្លងបងប្អូន
តាមគេមានសួនច្បារតាឥឡូវមកដល់អាកាសយានដ្ឋានហើយបងប្អូនមកដល់ហើយនៅចិត្តឃើញតវលើមហីផ្លូវគេធ្វើមកធំបងប្អូនគាត់ទៅរៀងតែគាត់ភាសាធ្វើមានពលឺគ្រប់គ្រាន់បងប្អូនថតពីក្នុងឡានឥឡូវនេះគេដាក់ផ្លាកថាមានច្រកធ្វើដំណើរមានកន្លែងយើងអ្នកដំណើរមកដល់ហើយនៅកន្លែងយើងថាធ្វើដំណើរទៅអន្តរជាតិហ្នឹងបងប្អូនគេមានច្រកគេដល់មែនតើហ្នឹងនេះផ្លូវឡើងទៅខាងលើជាន់ខាងលើសម្រាប់អ្នកធ្វើដំណើរក្នុងស្រុកហើយនិងអ្នកធ្វើដំណើរទៅអន្តរជាតិអីបងប្អូនយើងអាចបើកឡានមកដល់ខាងលើទៅមកឬក៏យើងចូលតាមក្រោមក៏បានយើងបើកឡានតាមលើក៏បានទីមកដល់ជាន់លើហើយបងប្អូនជាន់ខាងលើនេះបានចតមកផ្លែបងប្អូនហើយយើងយកឡានទៅញ៉ាគេខាងក្រោមវិញហើយសម្រាប់ខ្ញុំគឺមិនធ្វើដំណើរទៅក្រៅប្រទេសទេគាត់ថានៅបន្ទុកទី3អញ្ចឹងគាត់ថាថតលេងចង់ស្គាល់អាកាសយានដ្ឋានថ្មីចឹងបងប្អូននៅបន្ទុកទី3នេះគឺមានច្រើនណាស់បងប្អូនអ្នកគេមកលេងអ្នកគេធ្វើដំណើរអីចឹងtrongថ្ងៃទី3នេះកន្លែងគេ check in បងប្អូនហើយមានគេដាក់តាំងទូកងរវែងសម្រាប់ថ្ងៃពិធីបុណ្យទូបងប្អូននេះស្ដារយន្តនៅអាកាសយានដ្ឋានគេយន្តវែងណាបងប្អូនយន្តគេវែងហើយក៏មានស្ដារយោងក៏មានស្ដារយោងនេះក្នុងទលាយបងប្អូនគាត់ជីកមកសឺតទៅលឿនណាដូចយ៉ាងណាស់យើងជីចំហើយសឺតដល់លើបាត់នេះខ្ញុំថតទស្សនវិជ្ជាពីខាងលើបងប្អូនមានរូបព្រះអង្គធំនៅចំកណ្ដាលនៅអាកាសយានដ្ឋានបងប្អូនគឺធំទូលាយបងប្អូនហើយជាន់ខាងលើនេះមានកន្លែងគេហាងអាហារជាច្រើនហើយជាន់សម្រាប់ជាន់ខាងក្រោមក៏មានហាងអាហារដែរខាងក្រោមនេះសម្រាប់អ្នកដំណើរគេមកដល់បងប្អូនបាទខាងលើនេះសម្រាប់អ្នកដំណើរទៅអន្តរជាតិឬក៏ធ្វើដំណើរទៅក្នុងស្រុកខ្ញុំថតបានតិចដែរឥឡូវចុះមកក្រោមវិញហើយចុះខាងក្រោមនៅកន្លែងចំណតឡានបងប្អូនចំណតឡាននេះថាយើងចង់ចូលទៅអាកាសយានដ្ឋានអីចឹងយើងយកដាក់អ្នកដំណើរហើយយកមកផ្ញើឡានវិញខ្ញុំចេញទៅវិញបងប្អូនតែមិនភ្លៀងរហូតថ្ងៃខ្ញុំមកលេងពេលព្រឹកគឺមិនភ្លៀងរហូតបងប្អូនគាត់ឲ្យឈានចូលផ្លែគឺមិនភ្លៀងរហូតចូលអាប់មកថតមកវាមិនសូវស្អាតដោយសារមេឃវាចង់រត់ទៅភ្លៀងញ៉ាំបងប្អូនបើមេឃយើងស្លាំងថតមកស្អាតហ្មងតែភ្លៀងស្អាត